បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រជាមួយនឹង Channel របស់ខ្ញុំបាទ YouTube គឺគេទៅបដិបត្តិតម្ដងបាទមកក្នុងថ្ងៃនេះគឺមានដំណឹងដ៏ក្រៀមក្រំមួយចង់ជម្រាបជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាពុកម៉ែបងប្អូនទាំងក្នុងស្រុកនិងក្រៅស្រុកដែលតែងតែគាំទ្រជាមួយនឹងរាល់ការផលិតមាតិការបស់ខ្ញុំបាទតាក់ទងទៅនឹងជីវិតរស់នៅសុខសាន្តចំការម្ហូបអាហារស្រុកស្រែដែលខ្ញុំបាទតែងតែបង្ហាញជូនទៅកាន់ពុកម៉ែបងប្អូននៅពេលកន្លងមកបាទដែលបង្ហាញអំពីជីវិតរស់នៅនៃការរស់នៅក្នុងស្រុកភូមិរបស់ខ្ញុំបន្តតែម្ដងពីសកម្មភាពឬក៏ជីវិតអីផ្សេងៗតាក់ទងទៅនឹងនៅក្នុងស្រុកភូមិរបស់ខ្ញុំបន្តតែម្ដងអញ្ចឹងចង់ជម្រាបជូនទៅកាន់បងប្អូនថានៅពេលដែលខ្ញុំបានចេញវីដេអូនេះហើយជាបងប្អូននឹងកម្របានឃើញទស្សនវិជ្ជាបែបហ្នឹងទៀតហើយព្រោះដោយសារបច្ចុប្បន្ននេះគឺខ្ញុំកំពុងតែមានបញ្ហាសុខភាពអញ្ចឹងហើយខ្ញុំអត់អាចដើរថតឬក៏ដើរហូបអាហារឬក៏អាចទៅចែកម្លែកតាក់ទងទៅនឹងមេតិកាបែបហ្នឹងបន្តទៀតទេហើយខ្ញុំពិតជាសោកស្ដាយមែនតើដែលខ្ញុំអាចធ្វើវាបន្តទៀតបានប៉ុន្តែខ្ញុំគិតថានៅតែអាចធ្វើវាបន្តនៅថ្ងៃណាមួយតែវាអត់ជាក់លាក់អញ្ចឹងពុកម៉ែបងប្អូនបានព្រោះថាវាគឺជាមេតិកាឬក៏ content មួយដែលខ្ញុំស្រឡាញ់ចូលចិត្តខ្លាំងមែនតើព្រោះខ្ញុំចង់បង្ហាញអំពីស្រុកភូមិជីវិតរស់នៅប្រចាំថ្ងៃម្ហូបអាហារនៃការរស់នៅគឺហៅថាទំនៀមទម្លាប់នៅក្នុងស្រុកភូមិរបស់ខ្ញុំចង់ចែកម្លែកទៅកាន់បងប្អូនទាំងអស់គ្នាប៉ុន្តែដោយសារតែកត្តាបញ្ហាសុខភាពធ្វើឲ្យខ្ញុំអត់អាចបន្តក្នុងការធ្វើ content បែបហ្នឹងបានទៀតហើយបច្ចុប្បន្ននេះគឺខ្ញុំបាទសម្រាប់នៅទីក្រុងភ្នំពេញបាទហើយដើម្បីមើលថែសុខភាពផងដែរអញ្ចឹងធៀបទៅនៅក្នុងគោលដៅក្នុងជីវិតរបស់ខ្ញុំអ្នកទាំងអស់គ្នាបាទគឺខ្ញុំតែងសម័យថាខ្ញុំចង់សម្រាប់ពីទីក្រុងភ្នំពេញគឺត្រឡប់ទៅកាន់ស្រុកស្រែខ្ញុំអាចរស់នៅជាមួយនឹងឪពុកម្ដាយរបស់ខ្ញុំអាចថតវីដេអូបង្ហាញអំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្ញុំចែកម្លែកទៅកាន់អ្នកទាំងអស់គ្នាគិតថាជាក្តីសុខមួយដែលខ្ញុំចង់បាននៅពេលយើងចាស់ទៅអញ្ចឹងខ្ញុំក៏ព្យាយាមបង្កើត channel YouTube នេះឡើងហើយក៏ជម្រាបជូនទៅកាន់ពុកម៉ែបងប្អូនផងដែរថា channel YouTube ដែលខ្ញុំបាទកំពុងតែធ្វើរាល់ថ្ងៃនេះគឺខ្ញុំបានព្យាយាមធ្វើរយៈពេល6ឆ្នាំហើយស៊ូខ្លាំងមែនតើតម្រុំបានសមិទ្ធផលទៅបានសមិទ្ធផលចុងឆ្នាំ2026នេះទេ6ឆ្នាំនេះគឺខ្ញុំបានប្រឹងប្រែងមែនតើក្នុងការធ្វើ content បងប្អូនមើលវីដេអូរបស់ខ្ញុំចូលជាង1000វីដេអូនេះខ្ញុំទៅតែរលុយបានពី YouTube ហើយជាង$1000ទេហេតុតែស្រឡាញ់ហេតុតែចូលចិត្តបាទតែឥឡូវនេះតើតនឹង content ដែលខ្ញុំបង្ហាញជូនទៅកាន់ពុកម៉ែបងប្អូនអំពីជីវិតសុខស្រែចំការធ្វើម្ហូបអាហារបង្ហាញពីជីវភាពរស់នៅក្នុងស្រុកភូមិរបស់ខ្ញុំឥឡូវគឺខ្ញុំអាចធ្វើបន្តទៀតប៉ុន្តែខ្ញុំនឹងអាចធ្វើ content ផ្សេងៗទៀតដែលបង្ហាញជូនទៅកាន់ពុកម៉ែបងប្អូនមិនដឹងថាបងប្អូនគាំទ្រឬអត់ទេខ្ញុំនឹងធ្វើ content ចែកម្លែកតាក់ទងទៅនឹងព័ត៌មានចំណេះដឹងទូទៅឬក៏ដូចជាព័ត៌មានពីនេះពីនោះហើយវាត្រូវនឹងជំនាញរបស់ខ្ញុំបន្តតែម្ដងហើយក៏ជំរាបជូនទៅកាន់ពុកម៉ែបងប្អូនផងដែរថាក្រៅពីការដែលខ្ញុំធ្វើ content បែបមុខម្ហូបអាហារសុខស្រាយចំការជីវិតរស់នៅប្រចាំថ្ងៃតាក់ទងស្រុកភូមិរបស់ខ្ញុំផ្ទាល់គឺខ្ញុំមានការងារមួយទៀតខ្ញុំជាអ្នកសរសេរព័ត៌មានផលិតព័ត៌មានបាទហើយមានជំនាញច្រើនទៀតដែលខ្ញុំចេះបាទដែលជាការងារគោលរបស់ខ្ញុំផ្ទាល់តែម្ដងអញ្ចឹងខ្ញុំគិតថាខ្ញុំចង់ប្រើចំណេះជំនាញដែលខ្ញុំបានរៀននេះចង់ចែកម្លែកទៅកាន់ពុកម៉ែបងប្អូនតាក់ទងទៅនឹងអាចថាព័ត៌មានពីនេះពីនោះឬក៏មេតិកាផ្សេងៗឬក៏ពុកម៉ែបងប្អូនដែលកំពុងតែតាមដានទស្សនាគិតថាមានមេតិកាណាសមចង់ចែកម្លែកអាច comment នៅក្រោមវីដេអូរបស់ខ្ញុំបានដើម្បីខ្ញុំអាចនឹងសាកល្បងព្យាយាមធ្វើដើម្បីបង្ហាញជូនទៅកាន់ពុកម៉ែបងប្អូនជាបន្តទៀតហើយខ្ញុំនៅតែសោកស្ដាយនៅ content ដែលខ្ញុំធ្វើប្រចាំថ្ងៃព្រោះខ្ញុំតែងតែស្មើសម័យចង់បានទិដ្ឋភាពមួយគឺរស់នៅសុខស្រែចំការមកអាហារស្រែចម្ការស្រូវស្រែផ្សេងៗអញ្ចឹងពុកម៉ែបងប្អូនដោយសារខ្ញុំស្រឡាញ់ធម្មជាតិខ្ញុំចង់បានផ្ទះរស់នៅបែបធម្មជាតិមានបឹងមានអូរមានស្ទឹងអញ្ចឹងទៅប៉ុន្តែក្តីសម័យឥឡូវនេះវាបាន fail ទៅបាត់ហើយបាទគឺអត់អាចទៅផលិត content ធ្វើម្ហូបដើរស៊ីហូបអាហារអីទៀតទេតែពិតខ្ញុំស្រឡាញ់មែនតើតែក្នុងនឹង content ហ្នឹងពុកម៉ែបងប្អូនបាទដោយសារបញ្ហាសុខភាពអញ្ចឹងហើយឥឡូវនេះខ្ញុំគិតថាព្រោះ channel នេះខ្ញុំបានតស៊ូរយៈពេល6ឆ្នាំហើយ6ឆ្នាំនេះខ្ញុំទៅបរលុយបានប្រហែលជា$1000ពី channel នេះទេពុកម៉ែបងប្អូនអញ្ចឹងខ្ញុំអត់ចង់បោះបង់វាទេសូម្បីមួយរយៈនេះពុកម៉ែបងប្អូនអត់សូវឃើញសកម្មភាពខ្ញុំក្នុងការថតម្ហូបអាហារទៀតដោយសារតែមានបញ្ហាសុខភាពហើយក៏ធ្លាក់ view ខ្លាំងមែនតើបាទអញ្ចឹងខ្ញុំអត់ចង់ឲ្យការតស៊ូរបស់ខ្ញុំរយៈពេល6ឆ្នាំបាត់បង់អញ្ចឹងខ្ញុំគិតថាខ្ញុំនឹងផ្លាស់ប្ដូរមេតិកា content ក្នុងការធ្វើបង្ហាញជូនទៅកាន់ពុកម៉ែបងប្អូនអាចតាក់ទងទៅនឹងចំណេះដឹងព័ត៌មានពីជុំវិញពិភពលោកពីនេះពីនោះជាក់ស្ដែងអញ្ចឹងទៅបាទអញ្ចឹងនៅក្នុងវីដេអូនេះអត់មានអីនិយាយច្រើនទេគ្រាន់ថាវាសោកស្ដាយព្រោះការខិតខំប្រឹងប្រែងរបស់ខ្ញុំ6ឆ្នាំបងប្អូន6ឆ្នាំអត់ទាន់បានជោគជ័យណាទៅជោគជ័យក្នុងឆ្នាំ2026ទេ2026ទៅទទួលបាន monetize ពី YouTube ប្រឹងរលុយទៅតក់មួយខែបាន100 200សរុបទៅរហូតដល់ឥឡូវបានថាខ្ទង់$1000ហើយពីខែចុងក្រោយនេះគឺរកដល់បាន100ទេដូចជានៅក្នុងខែនេះរកបាន10រៀលអីជាងទេបងប្អូនបានគឺតិចខ្លាំងមែនតើដោយសារតែខ្ញុំមានបញ្ហាសុខភាពខ្ញុំបានទៅដើរថត
ទៅធ្វើមហូបឬក៏ទៅថតបង្ហាញអំពីសកម្មភាពក្នុងសុខសាចំការជាជូនទៅកាន់ពុកម៉ែបងប្អូនហើយខ្ញុំដឹងថា channel របស់ខ្ញុំអត់ល្បីអីខ្លាំងទេគ្រាន់ថាយើងធ្វើអ្វីដែលយើងស្រឡាញ់អញ្ចឹងពុកម៉ែបងប្អូនបាទបើថាខ្ញុំបងប្អូនឃើញសកម្មភាពរដងនៅសុខសាចំការខ្ញុំទៅសារទឹកថ្ងៃសម្រាប់ទីពិតជាប្រចាំថ្ងៃរបស់ខ្ញុំគឺខ្ញុំធ្វើការនៅទីក្រុងភ្នំពេញបាទតែការងាររបស់ខ្ញុំគឺទៅតង digital marketing ជាអ្នកសារព័ត៌មានជាអ្នកសេអត្ថបទព័ត៌មានបកប្រែព័ត៌មានបាទដល់ពេលសៅរ៍ចុងសប្តាហ៍អញ្ចឹងទៅខ្ញុំស្រឡាញ់អ្វីដែលជាគេថាអ្វីដែលយើងចូលចិត្តយើងក៏ទៅធ្វើបែបហ្នឹងទៅបាទហើយក្រៅពីហ្នឹងទៀតការងាររបស់ខ្ញុំគឺជាអ្នកបញ្ចូលសលេងបាទហើយសូម្បីតែការងារបញ្ចូលសលេងកុនរឿងឥឡូវនេះក៏ខ្ញុំផ្អាកដែរដោយសារបញ្ហាសុខភាពយើងបញ្ចូលអត់កើតបាទអញ្ចឹងខ្ញុំមានតែក្រុមការងារក្នុងការបញ្ចូលសលេងទេបាទអញ្ចឹងសរុបទៅក្តីសម័យរបស់ខ្ញុំផ្អាកទុកសិនពុកម៉ែបងប្អូនអញ្ចឹងខ្ញុំនឹងបន្តចែកម្លែកអ្វីដែលខ្ញុំគិតថាតកតងទៅនឹងចំណេះដឹងពីនេះពីនោះព័ត៌មានជំនាញពុកលោកជាជួយទៅកាន់ពុកម៉ែបងប្អូនសង្ឃឹមថាអ្នកនរគ្នានឹងជួយគ្រប់គ្រង channel របស់ខ្ញុំផងហើយបើសិនជាពុកម៉ែបងប្អូនអរគ្នាបាទមាន content ឬក៏មាតិកាអីដែលគិតថាស័ក្តិសមនឹងខ្ញុំអាចcommentខាងក្រោមចែកម្លែកដល់ខ្ញុំព្យាយាមធ្វើទៅតាមអ្វីដែលអ្នកនរគ្នាប្រាប់ថាខ្ញុំអាចធ្វើបានដែរឬអត់បានហើយក្នុងវីដេអូហ្នឹងគឺមានតែប៉ុណ្ណឹងចង់ប្រាប់ថារយៈពេល6ឆ្នាំដែលខ្ញុំបានតស៊ូជាមួយនឹង channel មួយនេះបាទគឺមិនធម្មតាទេគឺតស៊ូរហូតដល់បានស្គាល់រយជាតិថាលើ YouTube គឺបែបណាហើយសរុបដដែលមកបងប្អូន6ឆ្នាំនេះគិតពីការចំណាយគឺច្រើនតែដោយសារតែយើងស្រឡាញ់ហើយខ្ញុំទៅបានទទួលរកលុយបានពី YouTube ក្នុងឆ្នាំ2026ហើយនៅក្នុងនោះក៏អរគុណដល់ពុកម៉ែបងប្អូនដែលតែងគាំទ្រ comment ទូវីដេអូខ្ញុំអត់សូវល្អ comment លើកទឹកចិត្តខ្ញុំបាន subscribe ប៉ុណ្ណេះខ្ញុំបានប៉ុណ្ណេះខ្ញុំពិតជាអរគុណខ្លាំងមែនតើអត់មានអីក្រៅពីការអរគុណសម្រាប់ពុកម៉ែបងប្អូនតែស្រឡាញ់ជួយចិត្តរូបខ្ញុំទេបាទអរគុណខ្លាំងមែនតើអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្ណឹង content បន្តបងប្អូនអាចឃើញអីផ្លាយអញ្ចឹងទៅបាទអរគុណអ្នកនរគ្នាដែលបានស្រឡាញ់ជួយចិត្តរូបខ្ញុំហើយសង្ឃឹមថាអ្នកនរគ្នានឹងចូលរួមបាទគាំទ្ររូបខ្ញុំជាបន្តទៀតអរគុណច្រើន